សួស្តីអ្នកទាំងអស់គ្នាតោះមករៀនភាសាចិនជាមួយខ្ញុំថ្ងៃនេះខ្ញុំចង់ចែកម្លែកតាក់ទងជាមួយពាក្យចិនដែលយើងឃើញជួបប្រទះជារៀងរាល់ថ្ងៃហើយយើងអាចទិញវាទៅយើងអាចយកទៅនិយាយបានទី1គេថា take it easy គេថា don't hurry អញ្ចឹងយើងកុំបញ្ញាប់បញ្ញាយើងកុំតក់កុហកនេះអញ្ចឹងភាសាចិនគេថា别急យើងសង្កេតមើលដោយសារ别នេះសម្លេងឡើងលើ急ក៏សម្លេងឡើងលើដែរអញ្ចឹងយើងអាន别急នេះពាក្យចិនរបស់វា别急អូខេទី2គឺ shut up បានថាបិទមាត់អញ្ចឹងយើងអានថា闭嘴闭嘴យើងប្រកបទាំងអស់គ្នា b i ហើយដល់មកគឺពីហើយសម្លេងចុះក្រោមអញ្ចឹងគឺពីហើយអានេះគឺសម្លេងសូរសម្លេងទី3អញ្ចឹងយើងអានជួយពីជួយនេះពាក្យចិនពីជួយបានថា shut up ទី3 no way បានថាអត់មានផ្លូវទេអត់បានទេអញ្ចឹងយើងនិយាយថា不行ដោយសារសម្លេងពុហ្នឹងគឺសម្លេងចុះក្រោមហើយសៀងហ្នឹងគឺសម្លេងឡើងលើអញ្ចឹងយើងអាន不行不行អូខេទី4គឺ thanks a lot បានថាយើងអរគុណគេច្រើនអញ្ចឹងណាយើងចង់អរគុណគេអញ្ចឹងថាតួសៀនេះតួសម្លេងស្មើសៀសម្លេងចុះក្រោមអញ្ចឹងតួសៀអូខេទី5គឺ of course បានថាតាំងរ៉ាន់នេះតាំងសម្លេងទី1សម្លេងស្មើហើយរ៉ានគឺសម្លេងឡើងលើអញ្ចឹងយើងអានថាតាំងរ៉ាន់អូខេតាំងរ៉ាន់ទី6គឺ cheers បានថា can pay នេះសម្លេងស្មើទាំងអស់អញ្ចឹងយើងអានថា can ហើយ pay នេះគឺយើងអានស្មើដូចគ្នា pay អញ្ចឹង can pay តោះជួលមួយអញ្ចឹងណា can pay ហើយទី7គឺ done យើងធ្វើអីមួយហើយអញ្ចឹងគេថាកោទីងនេះកោសម្លេងទី3ហើយទីងគឺសម្លេងចុះក្រោមអញ្ចឹងយើងអានថាកោទីងអូខេបាយបាយ